ការប្រយុទ្ធគ្នានៅតំបន់មជ្ឈមបូព៌ាកាន់តែបែកផ្កាភ្លើងខ្លាំងឡើងបន្ទាប់ពីអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុនបានឲ្យអ៊ីរ៉ង់ភ្លក់ថ្នាំខ្លាំងតាមរយៈការវាយសន្ធប់ទៅលើរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក៏ដូចជាគោលដៅផ្សេងទៀតនៅក្នុងទីក្រុងតេហ៍រ៉ង់បណ្ដាលឲ្យមនុស្សដល់ទៅជាង200នាក់បានស្លាប់បាត់បង់ជីវិតជាការសងសឹកពលគឺកាលពីព្រឹកព្រលឹមថ្ងៃទី15ខែមិថុនាកងកម្លាំងអ៊ីរ៉ង់បានអូសមីស៊ីលខ្លាំងបំផុតរបស់ខ្លួនចំនួន3ប្រភេទនិងបាញ់ប្រសាចំនួន270គ្រាប់ឆ្ពោះទៅកាន់ទីក្រុងផេតាធីកវ៉ានិងទីក្រុងហៃហ្វារួមទាំងទីក្រុងតែលអាវីវរបស់អ៊ីស្រាអែលយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Fair News បានចុះផ្សាយថាមីស៊ីលខ្លាំងបំផុតនិងមានឥទ្ធិពលបំផុតទាំង3ប្រភេទដែលអ៊ីរ៉ង់ដកចេញពីឃ្លាំងអាវុធយកមកបាញ់ប្រសាទដោយទឹកភ្លៀងនៅលើទីក្រុងរបស់អ៊ីស្រាអែលមានដូចជាមីស៊ីលអេម៉េតមីស៊ីលខាដឺនិងមីស៊ីលខៃបាមីស៊ីលអេម៉េតគឺជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយមធ្យមក្បាលស្រួចដែលអាចហោះហើរបានចម្ងាយ1700គីឡូម៉ែត្រនិងមានតម្លៃចន្លោះពី3ទៅ12លានដុល្លារនៅក្នុងមួយគ្រាប់ជាពិសេសវាអាចផ្ទុកក្បាលគ្រាប់បានទម្ងន់ដល់ទៅ750គីឡូក្រាមឯណោះផលិតឡើងកាលពីឆ្នាំ2015ដោយបច្ចេកវិទ្យានៅក្នុងស្រុកមីស៊ីលអេម៉េតមានសមត្ថភាពហោះចំគោលដៅនៅក្នុងរង្វង់50ម៉ែត្រខណៈដែលមីស៊ីលកាដឺផលិតឡើងនៅក្នុងឆ្នាំ2011អាចបាញ់ចេញទៅតាមទាំងលើដីគោកតាមសមុទ្រនិងអាកាសជាមួយនឹងសមត្ថភាពហោះហើររហូតដល់ចម្ងាយ300គីឡូម៉ែត្រចំណែកឯមីស៊ីលខៃបាត្រូវបានគេស្គាល់ថាជាមីស៊ីលថ្មីបំផុតនិងមានឥទ្ធិពលបំផុតនៅក្នុងឃ្លាំងអាវុធមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់ផលិតឡើងកាលពីពាក់កណ្ដាលឆ្នាំ2023មីស៊ីលនេះមានសមត្ថភាពហោះហើរបានចម្ងាយ2000គីឡូម៉ែត្រនិងអាចផ្ទុកក្បាលគ្រាប់បានទម្ងន់1តោនកន្លះផងដែរជាមីស៊ីលដាក់ឈ្មោះតាមសមរភូមិប្រវត្តិសាស្ត្ររបស់អ៊ីរ៉ង់មីស៊ីលខៃបាត្រូវបានផលិតឡើងជាមួយនឹងការវាយប្រហារចំគោលដៅច្បាស់លាស់បង្កការខូចខាតធ្ងន់ធ្ងរនិងអាចបុកទម្លាយប្រព័ន្ធខែលការពារមីស៊ីលរបស់អ៊ីស្រាអែលដូចជា Iron Dome និងខែលការពារថាអាតជាដើមតួយ៉ាងនៅក្នុងអំឡុងនៃការបាញ់សងសឹកនោះសំណាញ់មេឃការពារដែនអាកាសរបស់អ៊ីស្រាអែលទាំងនេះមិនអាចទប់ជាប់ជាមួយនឹងអានុភាពមីស៊ីលរបស់ទីក្រុងតេហ៍រ៉ង់បាននោះទេពលគឺការវាយប្រហារកាលពីព្រឹកព្រលឹមថ្ងៃទី15ខែមិថុនាអ៊ីរ៉ង់បានកំទេចអគារជាច្រើនរួមទាំងសម្លាប់មនុស្សប្រមាណ14នាក់និងជិត400នាក់រងរបួស